តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអធិរាជចិនមានស្រីស្នំមានអ្នកមនាងដល់ទៅរាប់ពាន់នាក់នៅក្នុងរាជវាំងតើវាគឺជាច្បាប់ឬក៏មានហេតុផលអ្វីមួយនៅពីក្រោយរឿងហ្នឹងថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីការពិតដ៏គួរភ្ញាក់ផ្អើលរបស់អធិរាជហេតុផលដំបូងគេនោះគឺការមានបុត្រាការមានកូនប្រុសជាច្រើនណាគឺជាការធានាមួយថារាជវង្សនឹងបន្តទៅមុខទៀតអត់ដាច់ពូជត្រឹមនឹងទេហើយក្នុងសម័យបុរាណអត្រាមរណភាពរបស់ទារកគឺខ្ពស់មែនទែនសូម្បីតែក្មេងនៅក្នុងរាជវាំងក៏ងាយនឹងទទួលបានការធ្វើបាបការសម្លាប់ផងដែរដូច្នេះការដែលមានស្ត្រីច្រើនអ្នកវាគឺជាការពារមួយដែរយ៉ាងហោចណាស់បើព្រះអង្គបុត្រានឹងស្លាប់ម្នាក់ក៏នៅមានម្នាក់ទៀតអញ្ចឹងដើម្បីស្នងរាជទទួលរាជបល្ល័ង្កបន្តចំពោះហេតុផលទី2នោះគឺរឿងនយោបាយនៅក្នុងការរៀបអាពាហ៍ពិពាហ៍អញ្ចឹងអធិរាជជាច្រើនរូបបានរៀបការជាមួយនឹងកូនស្រីអភិជនឬក៏មេដឹកនាំរបស់កុលសម្ព័ន្ធណាមួយអញ្ចឹងណាដើម្បីពង្រឹងនៅចងសម្ព័ន្ធមិត្តចងសម្ព័ន្ធភាពមួយគ្នាអត់ធ្វើសង្គ្រាមអត់អីហើយជាឧទាហរណ៍ដូចនៅក្នុងរាជវង្សហានអធិរាជគឺបានប្រើប្រាស់ការរៀបការនឹងជាមួយនឹងកូនស្រីខាងកុលសម្ព័ន្ធនឹងទៅខាងកុលសម្ព័ន្ធសង្នូដើម្បីរក្សានៅសន្តិភាពនៅតាមព្រំដែនភាគខាងជើងហេតុផលទី3នោះគឺការបង្ហាញអំណាចហើយនឹងកិត្តិយសចំនួនអ្នកមនាងច្រើនណាស់ត្រូវបានគេចាត់ទុកថាជានិមិត្តរូបមួយនៃភាពរុងរឿងហើយនឹងអំណាចដ៏ធំធេងរបស់អធិរាជវាជាការបង្ហាញឲ្យប្រជាជនហើយនឹងប្រទេសជិតខាងបានឃើញថាអ្នករាជវង្សនេះគឺមានធនធានហើយនឹងមានអំណាចគ្រប់គ្រាន់មានភាពរីកចម្រើនអញ្ចឹងទៅបើនិយាយពីដំណើរការនៃការជ្រើសរើសអ្នកមនាងមិនមែនជារឿងសាមញ្ញនោះទេក្មេងស្រីដែលមានសិទ្ធិចូលរួមជាទូទៅត្រូវតែមានអាយុចន្លោះពី13ទៅ18ឆ្នាំហើយភាគច្រើនមកពីគ្រួសារអភិជនឬក៏ជាកូនស្រីរបស់មន្ត្រីរាជការក្នុងរាជវង្សខ្លះដូចជារាជវង្សឈិងមានការជ្រើសរើសជាផ្លូវការដែលមន្ត្រីរាជការនឹងគឺនឹងជ្រើសរើសកូនស្រីអភិជនដូចម៉ានជូជាមុនសិនមុននឹងបញ្ជូនកូនស្រីអភិជនផ្សេងទៀតមកជ្រើសរើសអញ្ចឹងណាលក្ខណៈវិន័យសំខាន់រួមមានសម្រស់សុខភាពការចេះអក្សរសាស្ត្រតន្ត្រីហើយនិងសិល្បៈព្រមទាំងចេះរបៀបរៀបចំរឹកពានៅក្នុងរាជវាំងនឹងផងដែរក្មេងស្រីទាំងនោះគឺត្រូវបានរៀនពីរបៀបដើររបៀបនិយាយហើយនិងការគោរពពិធីការរបស់គេយ៉ាងតឹងរ៉ឹងមុននឹងអាចចូលបម្រើនៅក្នុងរាជវាំងបានរាជវាំងចិនគឺមានប្រព័ន្ធឋានៈរបស់គេច្បាស់លាស់សម្រាប់ស្ត្រីទាំងអស់គេមានដំណើររបស់គេដែលយើងដឹងហើយមានមហេសីមានស្នំឯកមានស្រីស្នំឯកធម្មតាទៅតាមកម្រិតរបស់ពួកគេហើយចំពោះអាឋានៈកម្រិតនេះដែរគឺមិនមែនគ្រប់រាជវង្សទាំងអស់សុទ្ធតែមានដូចគ្នាណាវាអាស្រ័យទៅលើរាជវង្សផ្សេងដែរដូចរាជវង្សថាឬក៏រាជវង្សឈិងអញ្ចឹងគេមានលក្ខណៈរបស់គេខុសគ្នាគេមានឋានៈរបស់គេខុសគ្នានេះជាចំណុចដ៏គួរឲ្យសោកស្ដាយបំផុតមួយតាមពិតអ្នកមនាងភាគច្រើនណាមិនដែលខ្លាចទៅអ្នកជាទីស្រឡាញ់របស់ស្ដេចឡើយគឺអធិរាជមិនមែនស្រឡាញ់ពួកគាត់ទេស្ត្រីជាច្រើននេះគឺចូលរាជវាំងតាំងពីនៅក្មេងហើយក៏រស់នៅទីនោះរហូតដល់ពួកគេចាស់ដោយមិនដែលទាំងបានឃើញមុខស្ដេចនឹងសូម្បីតែម្ដងទៀតហើយរាជវាំងជាពិសេសគឺរាជវាំងហាមឃាត់គេនឹងគឺធំហើយអធិរាជតែម្នាក់អត់អាចចាំមុខស្រីស្នំរាប់ពាន់អ្នកបានទេហើយជីវិតរបស់ស្រីទាំងនោះគឺពោពេញទៅដោយភាពឯកាហើយអ្នកខ្លះទៀតក៏ពួកគេត្រូវរស់នៅដោយការប្រកួតប្រជែងគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អធិរាជជួនកាលរហូតដល់ថ្នាក់ប្រល្បិចកលអីផ្សេងគ្រប់រូបភាពទាំងអស់ហើយការប្រកួតប្រជែងនេះជួនកាលក៏នាំមកនៅទំនាស់រវាងអ្នកមនាងឬក៏ស្រីស្នំផ្សេងជីវិតនៅក្នុងវាំងមិនមែនជាជីវិតមួយដែលងាយស្រួលទេស្រីស្នំឬក៏អ្នកមនាងគឺត្រូវរៀនច្បាប់ហើយនឹងពិធីការអីយ៉ាងច្រើនចាប់ពីរបៀបគោរពរហូតដល់របៀបស្លៀកពាក់ទៅតាមកម្រិតឋានៈរបស់ខ្លួនពួកគេត្រូវបានចូលរួមក្នុងកម្មវិធីផ្សេងជាប្រចាំហើយក៏ត្រូវរស់នៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីមន្ត្រីឬក៏មេផ្ទះគេហៅមេរាជវាំងអីហ្នឹងណាគឺតាមខ្លងមើលជានិច្ចហើយអ្វីដែលពិបាកបំផុតនោះគឺការគ្មានសេរីភាព
ពួកគេមិនអាចចាញ់ពីរាជវាំងបានតតែសោះក្រៅពីមានការអនុញ្ញាតពិសេសពីស្ដេចចឹងណាហើយជីវិតរបស់ពួកគេគឺត្រូវកំណត់ថានៅតែក្នុងរាជវាំងគ្មានសិទ្ធិទៅមើលពិភពលោកខាងក្រៅថាវាមិនទេហើយរឿងភាគចិនជាច្រើនបានបង្ហាញពីជីវិតនៅក្នុងវាំងដែលពោពេញទៅដោយល្បិចកលការឆ្លោះប្រកែកគ្នាគម្រោងសម្ងាត់ការសម្លាប់អីគ្រប់រូបភាពប៉ុន្តែតាមកំណត់ត្រាប្រវត្តិសាស្ត្រពិតប្រាកដគឺជីវិតនៅក្នុងរាជវាំងជាទៅមានលក្ខណៈជាដូចមានវិន័យហើយនឹងក៏ច្បាប់តឹងរឹងជាងអ្វីដែលរឿងភាគនឹងបានបង្ហាញទៅទៀតពិតមែនថាការប្រកួតប្រជែងហើយនឹងទំនើបពិតប្រាកដណាស់វាច្បាស់ជាកើតឡើងហើយនៅក្នុងវត្តសាស្ត្រនៅពីក្រោយរាជវាំងដ៏ធំសម្បើមនិងភាពរុងរឿងគឺជាជីវិតរបស់ស្ត្រីរាប់រយរាប់ពាន់នាក់ដែលបានលះបង់សេរីភាពរបស់ខ្លួនហើយនៅអនាគតរបស់ខ្លួនដើម្បីបម្រើរាជវង្សសម្រាប់ពួកគេគឺការចូលនៅក្នុងរាជវាំងមិនមែនមានន័យថាជីវិតនឹងល្អប្រសើរនោះទេហើយទាំងនេះគឺជាមូលហេតុដែលហេតុអីបានជាអធិរាជនឹងមានស្រីស្នំឬក៏អ្នកម្នាងរាប់ពាន់នាក់អញ្ចឹងវីដេអូរបស់យើងបានមកដល់ទីបញ្ចប់បើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយចុច like ហើយនិង subscribe ម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយបាយបាយ